ถ้ากายស្រីត្រូវឆ្នាំត្រូវក្មេងស្ទីវស្ទាក់ផ្លូវនាងចង់ងាកក្រោយរត់គេចតែហ្វូសាបានខាត់ផ្លូវនាងហើយព្រមនាងថាថ្ងៃនេះទោះជាយ៉ាងណាក៏នាងរត់មិនរួចពីកណ្ដាប់ដៃគេដែរគេក៏បញ្ជាកូនចៅឲ្យអូសនាងទៅក្នុងព្រៃក្បែរនោះតែសកម្មភាពទាំងអស់នេះត្រូវបានសន្តិសុខម្នាក់ឃើញយ៉ាងច្បាស់សេដ្ឋីក្មេងឃើញគេហ៊ានលួចមើលក៏ខឹងស្ដោះទឹកមាត់ដាក់ស្បែកជើងគេតាមពិតគេមិនចង់ចេះដឹងទេតែទង្វើនេះវាហួសហេតុពេកពេលសេដ្ឋីក្មេងរៀបនឹងវាយគេក៏ទាត់សេដ្ឋីនោះដួលទៅនឹងដីសេដ្ឋីនោះខឹងយ៉ាងខ្លាំងក៏បញ្ជាកូនចៅឲ្យវាយសន្តិសុខនោះតែនឹកស្មានមិនដល់ថាសន្តិសុខនោះខ្លាំងវាក្មេងស្ទីវដួលអស់មួយរំពេចឃើញបែបនេះគេក៏នាំកូនចៅរត់គេចយ៉ាងលឿនពេលនោះឃើញថៅកែស្រីនិងលេខាសន្លប់បាត់ស្មារតីគេក៏គិតរកវិធីជួយតែមួយវិនាទីក្រោយក៏ត្រូវពួកនាងទាញមួយសន្ទុះក្រោយពួកគេក៏ដឹងខ្លួនលេខាក៏សួរគេព្រានថាបានធ្វើអីនាងនឹងថៅកែគេធ្វើជាមិនដឹងអីប្រាប់ថាទប់អារម្មណ៍នឹងអ្នកទាំងពីរមិនជាប់លេខាហើយសួរថៅកែស្រីថាចង់សម្លាប់គេបិទមកទេព្រោះមានតែមនុស្សស្លាប់ទេដែលលាក់ការសម្ងាត់បានតែនាងមិនត្រឹមតែមិនបន្ទោសទេថែមទាំងដំឡើងប្រាក់ខែឲ្យធ្វើជាប្រធានសន្តិសុខក្រុមហ៊ុនហើយបោះត្រាក្រុមហ៊ុនលើមុខគេទៀតព្រឹកស្អែកឡើងគេមកបង្ហាញខ្លួននៅក្រុមហ៊ុនថ្ងៃបន្ទាប់ពេលគេមកដល់ចង្អុលត្រាលើមុខប្រាប់សន្តិសុខផ្សេងថាគេជាប្រធានសន្តិសុខថ្មីពេលនោះថៅកែស្រីក៏មកដល់ប្រាប់ថាថ្ងៃនេះជាថ្ងៃស្លាប់រស់របស់ក្រុមហ៊ុននាងត្រូវនាំសន្តិសុខខ្លាំងមួយចំនួនទៅតំបន់មេម៉ាហ្វីយ៉ាដើម្បីចរចាការងារពួកសន្តិសុខហើយគិតថាដូចទៅស្លាប់ក៏នាំគ្នារកលេសរត់ចោលអស់លេខាឃើញស្ថានភាពនេះក៏សួរថៅកែថាគិតមិនបន្តថៅកែស្រីតបយ៉ាងមើងម៉ាត់ថានាងនឹងទៅដោយខ្លួនឯងគេក៏ស្ម័គ្រចិត្តទៅជួយតែថៅកែស្រីមិនចង់ឲ្យគេពាក់ព័ន្ធឲ្យគេត្រឡប់ទៅវិញនាងដឹងថាការទៅលើកនេះអាចនឹងមិនបានត្រឡប់មកវិញមុនពេលទៅនាងបានឲ្យកាត់ធនាគារ50,000ទៅគេចាត់ទុកថាតបស្នងគុណសង្គ្រោះការពីយប់មិញគេក៏បានត្រឹមសម្លឹងមើលខ្នងនាងដើរចេញទៅចាត់ទុកថាខ្ញុំបានចំណេញពីនាងទៅចុះដោយសារនាងល្អដាក់ខ្ញុំលឹងតាមហេតុផលនិងមនោសញ្ចេតនាខ្ញុំត្រូវតែជួយនាងពេលថៅកែស្រីមកដល់ការដ្ឋានឃើញកម្មករកំពុងធ្វើការធម្មតាស្មានថាមេម៉ាហ្វីយ៉ាមិនមករករឿងតែមួយនាទីក្រោយមេម៉ាហ្វីយ៉ាក៏នាំកូនចៅចូលមកបញ្ជាឲ្យវីកម្មករឲ្យចាស់ដៃបន្ទាប់មកក៏ប្រមានថៅកែស្រីថាគ្មានការអនុញ្ញាតហ៊ានបើកការដ្ឋានគឺចង់រកសេចក្តីស្លាប់ហើយថៅកែស្រីចង់និយាយហេតុផលថានាងទិញដីនេះរួចរាល់ហើយព្រមទាំងបង្ហាញប្លង់ដីទៀតសង្ឃឹមថាគេយកយល់ឲ្យនាងថ្ងៃក្រោយនឹងជូនកាដូធំមួយដល់គេតែមេម៉ាហ្វីយ៉ាមិនខ្វល់បញ្ជាឲ្យកូនចៅចាប់ថៅកែស្រីភ្លាមពេលគ្រោះថ្នាក់គេក៏មកដល់ទាន់ពេលវីកូនចៅម៉ាហ្វីយ៉ាដួលអស់មេម៉ាហ្វីយ៉ាឃើញសភាពមិនស្រួលក៏ដកកាំភ្លើងចាប់ថៅកែស្រីធ្វើជាចំណាប់ខ្មាំងរួចឲ្យកូនចៅបាញ់កាំភ្លើងសញ្ញាហើយកម្លាំងមកបន្ថែមតែគេមិនដឹងថាកូនចៅគេនៅជិតនោះទេឃើញវាហ៊ានប៉ះពាល់មនុស្សស្រីរបស់ស្ដេចនាគក៏ប្រមូលតបភ្លាមប្រញាប់ទៅទីតាំងនោះភ្លាមពេលនេះមេម៉ាហ្វីយ៉ានៅមិនទាន់ដឹងពីភាពធ្ងន់ធ្ងរនៃរឿងនេះទេគេបញ្ជាគេថាមើលថាកាំភ្លើងឬចោលណាឯងលឿនជាងលទ្ធផលគេកិច្ចគ្របកាំភ្លើងផុតហើយចាប់មេម៉ាហ្វីយ៉ាបោកទៅនឹងដីគេឲ្យថៅកែស្រីរត់មុនតែពេលបំរុងនឹងចេញពីទីនោះក៏ត្រូវកូនចៅម៉ាហ្វីយ៉ាមកស្ទាក់ពេលនោះកូនចៅគេក៏កាន់កាំភ្លើងស្នេហ៍ពណ៌ត្រៀមរួចរាល់នេះវាស្អីគេនឹងសូមគោរពស្ដេចនាគសូមគោរពស្ដេចនាគស្ដេចនាគកុំប្រាប់ថាឯងគឺទីត្រូវហើយតែគ្មានរង្វាន់ទេយ៉ាវជីចាស់សម្រាប់នៅទីនេះទៅខ្ញុំបងធំមិនបាច់ខូខើម្លេះទេដឹងចង់រស់ទេបងប្រុសចឹងខ្ញុំសួរឯងចំណាយពេលច្រើនដោះស្រាយមនុស្សស្រី2នាក់មិនសមសោះគឺដោយសារមុខមាត់ស្អីគិតច្បាស់សិនគឺចាំងសាវនៅមុខស្ដេចនាគអ្នកណាហ៊ានលាក់បាំងគឺចាំងធានឈីងម្សិលមិញស៊ូឈីងយ៉ាងបានទៅរកវាទៅខ្ចីលុយវាមែនទេតែចុងក្រោយពួកគេរត់រួចវាដេញតាមតែត្រូវគេវីឡើងហើមមុខវាដឹងថាស៊ូឈីងយ៉ាងបោះបង់ផ្លូវនោះទើបនាងមកសង្ឃឹមលើគម្រោងនេះវិញដូច្នេះវាក៏ចេញលុយឲ្យពួកយើងរកវិធីបញ្ឈប់នាងហើយនិយាយថាឲ្យខ្ញុំចាប់ស៊ូឈីងយ៉ាងបញ្ជូនទៅឲ្យវាយល់ហើយទោះស្លាប់អាចរួចតែទោះរស់មិនអាចគេចបានទេចាប់ពួកគេទៅប៉ុស្តិ៍ប៉ូលីសមូលដ្ឋានក្រោកឡើងទាំងអស់គ្នាឈរឲ្យត្រង់នាងមិនបាច់តាមខ្ញុំទេប្រញាប់នាំមនុស្សទៅតាមស៊ូឈីងយ៉ាងបញ្ជាក់ថាពួកគេសុវត្ថិភាពឬអត់គ្រាន់តែមើលពីចម្ងាយហាមរំខានចាស់ចុះលោកខ្ញុំត្រូវនៅជាងទូបន្តដោះស្រាយរឿងរួចទើបត្រឡប់ទៅវិញចឹងកងទ័ពយើងត្រៀមរងចាំលោកជានិច្ចនៅមានរឿងមួយទៀត
ឈ្មោះសិនធានសេងលោកនៅចាំទេកូនចៅដែលធ្លាប់ចង់តាមលោកនោះគេនៅរាជធានីឥឡូវមានអំណាចគួរសមស្រុកកំណើតគេនៅទីនេះគេសង់វីឡាមួយជួរនៅទីនេះឈ្មោះវីឡាយុនទីងវាជាទីតាំងតំណាងអត្តសញ្ញាណអ្នកមានវីឡាលេខ1/100លេខកាន់តែតូចបង្ហាញពីឋានៈកាន់តែខ្ពស់បើលោកស្នាក់នៅទីនេះពួកយើងចង់ទុកឱកាសឲ្យគេជូនវីឡានោះឲ្យលោកស្នាក់នៅនោះមិនមែនជាកន្លែងដែលចាំងស៊ីស្វានទៅសម្ដែងទេអីថែមទាំងប្រាប់ថានឹងនាំខ្ញុំទៅជួបបងបៃទៀតផងល្អម្យ៉ាងទិញពីវីឡាជូនបងបៃនឹងថៅកែស៊ូទៅមួយសងគុណបងបៃមួយទៀតសងគុណថៅកែស៊ូបានទេចឹងទុកពីវីឡាឲ្យខ្ញុំយកល្អបំផុតតែខ្ញុំទិញដោយខ្លួនឯងមិនបាច់ឲ្យគេជូនទេយកត្រានេះទៅទិញចុះចាស់គេប្រកាសជាសប្បាយចិត្តស្លាប់ហើយទៅសិនហើយយប់នេះចូលធ្វើការចេញពីធ្វើការទៅយកជ័យលាភីពីបងបៃមនុស្សស្រីម្នាក់នោះរង្វាន់ស្អីទៅអាចធ្វើឲ្យស្ដេចញាក់សប្បាយចិត្តម្លេះកាលមុនបានលុយរាប់រយពាន់លានផងលោកស្រីយ៉ាវជីស៊ូឈីងយ៉ាងនឹងលេខាទៅដល់ដោយសុវត្ថិភាពហើយមេបញ្ជាការជាងទុំដល់ហើយនៅរងចាំនៅខាងក្រៅហើយអ្នកនាងប្រញាប់ជួបគាត់ម្លេះឲ្យគាត់ជួយស៊ើបប្រវត្តិស៊ូឈីងយ៉ាងនឹងចាំបាច់ទេមិនចាំបាច់ទេអីគេមិនត្រឡប់ទៅរាជធានីវិញទេអញដឹងអត់គិតមើលថាពីមុនគេធ្វើម៉េចដាក់យើងខ្លះអ្នកនាងចង់មានន័យថាពីមុនពេលវីគ្នាកុំថាឡើយក្មេងស្ទាវប៉ុន្មានអ្នកទោះទាហានរាប់ម៉ឺនអ្នកក៏គេវីដែរអញសាក់គិតមើលគេធ្លាប់ធានាសុវត្ថិភាពឲ្យយើងដកថយពេលណាមានតែបញ្ជាឲ្យយ៉ាវជីសម្រុកចូលយ៉ាវជីសម្រុកទៅមុខយ៉ាវជីកំពុងធ្វើស្អីហ្នឹងមែនហើយខ្ញុំទៅហៅគេមកភ្លាមម្នាក់នេះប្រហែលជាត្រូវគេតាក់ទាញបាត់ហើយដឹងមេបញ្ជាការជាងទូចាំងស៊ីវិនមកដល់ហើយខ្ញុំចាំងស៊ីវិនសូមគោរពលោកស្រីយ៉ាវជីរឿងក្រុមក្មេងពៀននោះដោះស្រាយហើយឬនៅរួចរាល់ហើយទៀនបន្តទៀតមានរឿងសំខាន់មួយចង់ឲ្យលោកជួយចាត់ការរឿងសំខាន់គឺជួយស៊ើបប្រវត្តិមនុស្សម្នាក់នេះតើអ្នកណាទៅដែលត្រូវស៊ើបគឺអាចនឹងក្លាយជាអ្នកណានៅថ្ងៃមុខស៊ូឈីងយ៉ាងនិយាយមករឿងស្អីនឹងវ័យលោកទេទៅអ្នកណាគឺអញជាអ៊ំរបស់ហែងអាឆ្កែអញគឺចាំងស៊ីវិនលោកអ៊ំមានការអីដែរបាទលោកអ៊ំចង់ឲ្យខ្ញុំទូលះបង់អ្វីក៏ត្រូវយកស៊ូឈីងយ៉ាងឲ្យបានខ្ញុំដឹងថាក្តីស្រមៃរបស់តាស៊ូគឺចូលរស់នៅវីឡាយុនទីងអញចង់ឲ្យបងស្រីអញទៅទិញនៅទីនោះមួយដើម្បីផ្គប់ចិត្តគាត់អញយកជីតានាងមកសង្កត់សង្កិននាងប្រកាសជាបានផលគ្រូសាចាំងមានលុយតែគ្មានអំណាចទើបឋានៈមិនដល់អាចទិញវីឡានោះបានតែឥឡូវលោកអ៊ំចង់ប្រើឋានៈជាមេបញ្ជាការដើម្បីជួយគ្រប់គ្រងគ្រូសាចាំងហើយតាមពិតមន្ត្រីនិងអ្នកជំនួយមិនគួរសហការគ្នាទេតែពេលនេះវាជារឿងពិសេសណែមើលឆ្អែតនៅមើលនេះមើលនោះខ្ញុំសង្ស័យថាលោកចង់មើលដល់ខោក្នុងខ្ញុំហើយមើលទៅទំលុះទៅហើយឈីងឈូអើមើលដើមទ្រូងក៏មិនមែនមើលបែបនេះដែរមើលកន្លះម៉ោងហើយល្មមបានហើយថៅកែស៊ូនាងមិនគិតថាប្លែកទេអីពេលពួកយើងដើរចេញពួកម៉ាហ្វីយ៉ាមានមនុស្សច្រើនម្លេះទោះបីម្នាក់ស្ដោះទឹកមាត់មួយក៏អាចវីគេឲ្យខ្ទេចបានដែរតែនាងមើលគេទៅឥឡូវត្រឡប់មកវិញដោយសុវត្ថិភាពឯពួកម៉ាហ្វីយ៉ាក៏ត្រូវរលីទៀតកុំប្រាប់ថាពួកវាប៉ះចំស្ទេចអ្នកនោះអាចដែរខ្ញុំធ្លាប់គិតថាលោកអន់តែមិននឹកស្មានថាលោកមុខក្រាស់បែបនេះសោះនៅហ៊ានតាំងខ្លួនជាស្ដេចណាកទៀតខ្ញុំមិនសាក់សមត្រង់ណាលោកមើលខ្លួនឯងមើលមួយទូខ្លួនមានកន្លែងណាខ្លះសមឈីនឈូអើថ្ងៃនេះខ្ញុំសុំនិយាយបើលោកជាស្ដេចនាងខ្ញុំនឹងយល់ព្រមយកលោកជាប្តីចុះនាងធ្លាប់សួរខ្ញុំទេថាខ្ញុំយល់ព្រមឬអត់យ៉ាងម៉េចនាងស្មានថានាងជាតារាល្បីនាងឯងនេះ
គុំយកស្ដេចណាគមកលេងសាច់អីបរោះបែបនោះអស្ចារ្យខ្លាំងណាស់ជាបរោះក្នុងក្តីស្រមៃរបស់មនុស្សស្រីគ្រប់រូបរួមទាំងខ្ញុំដែរទៅនៅស្ដេចណាគឺជាបរោះក្នុងក្តីស្រមៃថៅកែស៊ូបើលោកហ៊ានយកគាត់មកលេងសាច់ទៀតប្រយ័ត្នខ្ញុំដេញលោកចេញឈប់លេងសាច់ហើយចុះបើខ្ញុំជាស្ដេចញៀកមែនស្ដាប់សម្ដីអ្នកទាំងពីរគឺសុទ្ធតែចង់ធ្វើប្រពន្ធខ្ញុំហើយបញ្ហាគឺលោកស័ក្តិសមទេប៉ាម៉ាក់លោកតាមកទីនេះធ្វើអ្វីពេញមួយថ្ងៃត្រូវសន្តិសុខនេះបញ្ឆោតបើពួកយើងមិនមកប្រហែលជានាងត្រូវវាបោកស្មានថាវាជាស្ដេចញៀកមែនហើយទោះបីឯងនឹងស្ដេចនាគសុទ្ធតែជាអ្នកយាមទ្វារតែគេយាមទ្វារប្រទេសឯងគ្រាន់តែយាមទ្វារក្រុមហ៊ុនស៊ូនិយាយម្យ៉ាងទៀតគេជាទេវតាឯងគ្រាន់តែជាឆ្កែយាមទ្វារម្នាក់ពួកនាងកុំប្រាប់ណាថាគិតថាពួកម៉ាហ្វីយ៉ានោះជាវាអ្នកដោះស្រាយនោះសម្ដីនេះមានន័យថាម៉េចចាងសៅចង់មានន័យថាអ្នកទាំង3នៅទីនេះត្រូវលុតជង្គង់អគុណលោកចាងឈៀងយ៉ាវគុំស្ដាប់សន្តិសុខនេះនិយាយផ្ដេសផ្ដាសគម្រោងតំបន់ខាងកើតគ្មានពាក់ព័ន្ធអ្នកណាទេគឺលោកចាងតាក់ទងលោកនៅបញ្ជាការដ្ឋានទើបកំចាត់ពួកម៉ាហ្វីយ៉ាបានលោកចង់មានន័យថាគឺលោកនិងលោករបស់លោកជាអ្នកកំចាត់ពួកម៉ាហ្វីយ៉ាប្រកាសណាស់មិនជឿអាចទៅមើលនៅបញ្ជាការដ្ឋានជាងទូបានពួកម៉ាហ្វីយ៉ាទាំងអស់ត្រូវឃុំនៅទីនោះខ្ញុំថាបើកមុខឯងទៅរងាស់ប្រេងប្រហែលជាអាចឆាំហូបបាន3ឆ្នាំវានៅប្រសើរជាងឯងខ្លែងខ្លួនជាស្ដេចនាគដើម្បីញ៉ែស្រីឈីងយ៉ាវអ្នកដែលជួយនាងពិតប្រាកដគឺចាងធានជីនគុំស្ដាប់អ្នកខ្លះនិយាយផ្ដេសផ្ដាសខ្ញុំមើលទៅអ្នកខ្លះច្បាស់ជាចង់តោងអ្នកមានហើយខ្ញុំមិនជឿថាគេមានចិត្តល្អបែបនេះទេឆ្លើយណាស់នាងជឿមិនជឿក៏ហីទៅថ្ងៃនេះខ្ញុំមកក្រុមហ៊ុនមិនមែនមកស្ដាប់រឿងនេះទេអ្វីដែលខ្ញុំចង់បានគឺនាងត្រូវរៀបការជាមួយចាងធានជីងភ្លាមហើយដេញអាឈួតនេះចេញភ្លាមហេតុអីព្រោះគេធ្លាប់ជួយជីវិតនាងនៅគម្រោងខាងកើតគេក៏បានជួយសង្គ្រោះវិបត្តិតំបន់យើងបានខ្ញុំមិនរៀបការទេសុខចិត្តស្លាប់ក៏មិនរៀបការជាមួយប្រុសព្រានបែបនេះដែរហើយខ្ញុំក៏មិនដេញលីងហ្វុងចេញដែរថោកទាបណាស់មិនរៀបការជាមួយចាងសៅកុំប្រាប់ណាថាចង់រៀបការជាមួយអាសន្តិសុខនោះក៏មិនមែនថាមិនបានដែរ